ដើមខ្វិតលក្ខណៈរុក្ខជាតិជាដើមឈើធំមធ្យមកម្ពស់ពី10ម៉ែត្រទៅ15ម៉ែត្រមានបន្លាខ្លីៗប្រវែង1សង់ទីម៉ែត្រស្លឹកប្រភេទស្លាបបក្សីមាន2ទៅ3គូដុះទល់គ្នាស្ទើរតែគ្មានតងរលោងស្វិតផ្កាជាកញ្ចុំពណ៌សដុះចេញពីប្រកៀបស្លឹកផ្លែមានរាងមូលសម្បករឹងគ្រើមពណ៌ប្រផេះមានបន្ទាត់ផ្ចិតពី7ទៅ10សង់ទីម៉ែត្រសាច់ខ្ចីពណ៌សទុំពណ៌ខ្មៅមានគ្រាប់ច្រើនកន្លែងដាំដុះច្រើនមានដុះនៅក្បែរលំនៅឋានក្នុងភូមិផ្នែកប្រើប្រាស់គេប្រើសម្បកដើមផ្លែនិងស្លឹករសជាតិសម្បកដើមមានរសល្វីងចត់ស្លឹកមានក្លិនប្រហើរតិចតួចសាច់ផ្លែពេលខ្ចីមានរសចត់ជូរពេលទុំមានរសផ្អែមជូរដើមខ្វិតផងដែរក៏ជាឱសថយកទៅព្យាបាលជំងឺមួយចំនួនបានផងដែរសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណ